សួស្តីកូនកូនក្មួយសិស្សានុសិស្សទាំងអស់គ្នាបាទតើថ្ងៃនេះបាទកូនកូនក្មួយសិស្សានុសិស្សទាំងអស់គ្នាបាទសុខសប្បាយជាទេបាទអញ្ចឹងបាទនៅក្នុងមេរៀននេះបាទលោកគ្រូនឹងលើកយកលំហាត់គណិតវិទ្យាថ្នាក់ទី7បាទអំពីតួចែកនិងពហុគុណបាទយកមកសិក្សាលំហាត់បាទឥឡូវយើងចូលលំហាត់លេខ1បាទចូលបញ្ជាក់ថាបាទលំហាត់ករបស់យើងបាទ78បូកឲ្យ120ចែកដាច់នឹង2បាទឥឡូវគេឲ្យយើងបញ្ជាក់បាទកូនបាទថាតើ78បូកនឹង120ហ្នឹងចែកដាច់នឹង2ដោយរបៀបណាបាទអញ្ចឹងដោយលេខ78របស់យើងបាទជាចំនួនគូបាទអញ្ចឹង78គឺចែកដាច់នឹង2បាទចំណែកឯ120លេខ120បាទគឺមានយើងបញ្ជាក់ថាមានលេខ0នៅខាងចុងបាទអញ្ចឹងយើងអាចចែកដាច់នឹង2ដែរបាទដូច្នេះបាទ78បូកឲ្យ120បាទស្មើ198ចែកដាច់នឹង2បាទអញ្ចឹងលំហាត់កយើងនេះបាទគឺយើងបញ្ជាក់ថាតួលេខរបស់យើងបាទគឺជាចំនួនគូណាកូនបាទគឺ78ជាចំនួនគូរីឯ120ក៏ជាចំនួនគូដែរដោយសារ120បាទគឺមានលេខ0នៅខាងចុងមានន័យថាចំនួនគូហើយបាទអញ្ចឹងផលបូកទាំងឡាយណាដែលមានតួលេខជាចំនួនគត់គូបាទអញ្ចឹងបាទផលបូករបស់វាបាទគឺចែកដាច់នឹង2ដែរណាកូនបាទតើកូនមកយល់ដែរទេកូនលំហាត់កយើងនេះបាទលោកគ្រូសង្ឃឹមថាកូនយល់ហើយណោះបាទអញ្ចឹងលោកគ្រូសូមចូលទៅលំហាត់ខមួយទៀតបាទអញ្ចឹងលំហាត់ខរបស់យើងបាទគេឲ្យយើងបញ្ជាក់ថាផលដក4140ដកឲ្យ720ចែកដាច់នឹង3បាទដោយ4140គឺផលបូកនៃតួលេខរបស់វាបាទគឺស្មើនឹង9បាទដូច្នេះវាចែកដាច់នឹង3បាទចំណែកឯ720បាទគឺមានផលបូកនៃតួលេខរបស់វាគឺស្មើ9ដែរបាទអញ្ចឹងក៏វាចែកដាច់នឹង3ដែរបាទដូច្នេះយើងបាន4140ដកឲ្យ720បាទស្មើឲ្យ3420បាទក៏ចែកដាច់នឹង3ដែរបាទអញ្ចឹងលំហាត់ខរបស់យើងនេះបាទផលដកនៃ4140ដកឲ្យ720គេឲ្យយើងបញ្ជាក់ថាតើវាចែកដាច់នឹង3ដោយរបៀបណាបាទអញ្ចឹងលំហាត់ខយើងនេះគឺយើងបញ្ជាក់ដោយយកតួលេខតួដកនីមួយយើងហ្នឹងបាទយកមកបូកបញ្ចូលគ្នាទៅគឺស្មើ9បាទអញ្ចឹងមានន័យថា9គឺយើងអាចចែកដាច់នឹង3បាទចំណែកឯ720នេះគឺតួលេខរបស់វាបូកបញ្ចូលគ្នាគឺស្មើ9ដែរអញ្ចឹង9ក៏ចែកដាច់នឹង3ដែរបាទអញ្ចឹងនាំឲ្យយើងបានបាទ4140បាទដកឲ្យ720បាទផលដករបស់វាបាទក៏ចែកដាច់នឹង3ដែរកូនបាទអញ្ចឹងកូនយល់ដែរទេកូនលំហាត់ខយើងនេះបាទលោកគ្រូសង្ឃឹមថាកូនយល់ហើយណាបាទអញ្ចឹងបាទលោកគ្រូសូមចូលទៅលំហាត់គោមួយទៀតបាទអញ្ចឹងលំហាត់គោរបស់យើងបាទគឺគេឲ្យយើងបញ្ជាក់ថាផលបូកនៃ165បូកឲ្យ270បាទចែកដាច់នឹង5បាទអញ្ចឹងលំហាត់គោយើងនេះបាទដើម្បីយើងបញ្ជាក់ថា165បូកឲ្យ270ចែកដាច់នឹង5បាទយើងត្រូវយកតួបូកនីមួយហ្នឹងបាទយកមកចែកនឹង5សិនណាកូនបាទអញ្ចឹងដោយ165បាទចែកដាច់នឹង5បាទនឹង270ក៏ចែកដាច់នឹង5
បាទអញ្ចឹងគេបានបាទ165បូកឲ្យ270បាទស្មើ435បាទក៏ចែកដាច់នឹង5ដូចគ្នាបាទអញ្ចឹងកូនមកយល់អំពីលំហាត់គោយើងនេះដែរទេកូនបាទលោកគ្រូសង្ឃឹមថាកូននឹងយល់ដែរហើយលំហាត់គោយើងនេះបាទអញ្ចឹងលោកគ្រូសូមចូលលំហាត់ខោបាទជាលំហាត់ចុងក្រោយរបស់យើងបាទអញ្ចឹងលំហាត់ខោរបស់យើងបាទគឺគេឲ្យយើងបញ្ជាក់ផលដកបាទគឺ5130បាទដកឲ្យ342បាទចែកដាច់នឹង9បាទអញ្ចឹងលំហាត់ខោរបស់យើងនេះបាទដើម្បីយើងបញ្ជាក់ថាផលដករបស់យើងនេះបាទចែកដាច់នឹង9បាទយើងត្រូវយកតួដកនីមួយហ្នឹងបាទយកមកធ្វើការបូកតួលេខបញ្ចូលគ្នាបាទនៅពេលដែលយើងបូកទៅឃើញស្មើ9បាទអញ្ចឹងយើងនឹងចែកដាច់9ដែរហើយបាទឥឡូវយើងយក5130បាទយកមកបំបែកតួលេខរបស់វាបាទហើយយើងបូកបញ្ចូលគ្នាមកបាទអញ្ចឹងវាស្មើ9បាទអញ្ចឹងវានឹងចែកដាច់9បាទចំណែកឯ342នេះបាទយើងបំបែកតួលេខរបស់វាហើយយើងបូកបញ្ចូលគ្នាក៏ស្មើ9ដែរបាទអញ្ចឹងយើងនឹងចែកដាច់នឹង9ដូចគ្នាបាទដូច្នេះ5130បាទដកឲ្យ342ផលដករបស់វាស្មើ4698បាទក៏ចែកដាច់នឹង9ដូចគ្នាដែរបាទអញ្ចឹងលំហាត់ខោយើងនេះបានដោះស្រាយរួចរាល់ដែរហើយកូនបាទអញ្ចឹងតើកូនយល់ដែរទេលំហាត់ខោយើងបាទអញ្ចឹងលោកគ្រូក៏សង្ឃឹមថាកូនយល់អំពីលំហាត់ខោនេះដែរបាទអញ្ចឹងសរុបរួមមកវិញបាទចាប់ពីលំហាត់កដល់លំហាត់ខោនេះបាទនៅពេលដែលគេឲ្យយើងបញ្ជាក់អំពីផលបូកផលដកឬក៏ផលចែកនីមួយថាចែកដាច់ជាមួយនឹងចំនួនណាមួយបាទកូនត្រូវសង្កេតមើលថាតើលំហាត់របស់យើងបាទគេឲ្យចែកដាច់នឹងលេខប៉ុន្មានបាទតើលេខគូឬក៏លេខសេសបាទបើសិនជាលេខគូយើងត្រូវលើកហេតុផលថាតើតួបូកតួដកតួចែករបស់យើងហ្នឹងបាទជាចំនួនគូបាទឬក៏បាទជាចំនួនដែលចែកដាច់នៃមួយចំនួនដែលគេកំណត់ឲ្យយើងហ្នឹងបាទតែបើសិនជាគេឲ្យលំហាត់របស់យើងមកចែកដាច់នឹងចំនួនសេសអញ្ចឹងបាទយើងអាចសង្កេតមើលថាតើយើងផលបូកនៃតួចែកតួបូកតួដករបស់យើងហ្នឹងបាទតើវាយើងយកមកបំបែកបូកបញ្ចូលគ្នាមកបាទតើលទ្ធផលរបស់វាអាចចែកដាច់នឹងចំនួនដែលគេកំណត់ដែលយើងចែកដាច់នឹងដែរឬទេបាទបើសិនជាវាផលបូកនៃតួលេខនីមួយហ្នឹងបាទចែកដាច់នឹងលេខដែលគេកំណត់ឲ្យយើងបាទអញ្ចឹងយើងអាចដោះស្រាយលំហាត់យើងបានត្រឹមត្រូវហើយបាទអញ្ចឹងបាទមេរៀនរបស់យើងនេះបាទគឺដល់ទីបញ្ចប់ហើយកូនបាទលោកគ្រូសូមអរគុណសម្រាប់ការចូលរួមសិក្សារបស់កូនទាំងអស់គ្នាបាទហើយក៏សូមជូនពរកូនទាំងអស់គ្នាបាទសុខភាពល្អបាទប្រាជ្ញាឆ្លាតវៃបាទរៀនសូត្រកាន់តែពូកែថែមទៀតណាកូនបាទហើយសូមកូនទាំងអស់គ្នាបាទខិតខំរៀនសូត្របន្ថែមទៀតបាទអញ្ចឹងបាទលោកគ្រូសូមអរគុណបាទសូមជម្រាបលាបាទជួបគ្នានៅវីដេអូមេរៀនក្រោយទៀតណាកូនបាទ